ក្នុងរយៈពេល3ឆ្នាំ8ខែ20ថ្ងៃដែលខ្មែរក្រហមកាន់អំណាចប្រជាជនកម្ពុជាជិត2លាននាក់បានបាត់បង់ជីវិតគឺជាមធ្យមក្នុងមួយថ្ងៃមានប្រជាជនប្រមាណ1200នាក់ត្រូវបានគេយកទៅសម្លាប់ឬត្រូវស្លាប់ដោយអត់អាហារដោយជំងឺដោយការធ្វើទរណកម្មនិងអំពើព្រៃផ្សៃផ្សេងៗទៀតខ្មែរក្រហមបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជាធ្វើឲ្យប្រទេសចុះខ្សោយហើយលើពីនេះទៅទៀតថែមទាំងបានបំផ្លិចបំផ្លាញរចនាសម្ព័ន្ធដឹកនាំបករបស់ខ្លួនឯងបណ្ដាលឲ្យមានការបាក់បែកក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហមធ្វើឲ្យមួយក្រុមរត់ទៅពឹងវៀតណាមដែលជាឱកាសបាក់ដៃឲ្យវៀតណាមមានលេសចូលមកឈ្លានពានកម្ពុជានៅឆ្នាំ1979ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី12ខែមករាដែលមានលោកហេងសំរិនជាប្រធានគណៈប្រឹក្សារដ្ឋដែលមានឋានៈស្មើនឹងប្រមុខរដ្ឋនិងលោកប៉ែនសវណ្ណជាប្រធានគណៈប្រឹក្សាគណៈរដ្ឋមន្ត្រីមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រីនៅថ្ងៃទី17ខែមករាឆ្នាំ1979រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពសម្រាប់រយៈពេល25ឆ្នាំតាមរយៈសន្ធិសញ្ញានេះបកប្រជាជនបដិវត្តន៍កម្ពុជាបានអនុញ្ញាតឲ្យកងទ័ពវៀតណាមប្រមាណ150,000នាក់ឈរជើងនៅលើទឹកដីកម្ពុជានៅក្នុងផ្នែកស៊ីវិលវិញវៀតណាមបានដាក់អ្នកជំនាញការនៅតាមស្ទើរតែគ្រប់ក្រសួងនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាអ្វីត្បិតតែរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានវៀតណាមផ្ដួលរលំនៅឆ្នាំ1979ក៏ប៉ុន្តែទំព័រប្រវត្តិសាស្ត្រខ្មែរក្រហមនៅមិនទាន់បានបិទជាស្ថាពរនៅឡើយទេនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកសម្ដេចនរោត្តមសីហនុដែលជាតំណាងខ្មែរក្រហមបានបញ្ចុះបញ្ចូលឲ្យអង្គការសហប្រជាជាតិថ្កោលទោសអំពើឈ្លានពានរបស់វៀតណាមមកលើកម្ពុជានិងគាំទ្រពួកខ្មែរក្រហមដែលបានរត់ទៅបង្កើតរដ្ឋាភិបាលនៅព្រំដែនខ្មែរថៃប៉ុលពតដែលដឹងថាឈ្មោះរបស់ខ្លួនកំពុងស្អុយអាសន្ននៅលើឆាកអន្តរជាតិនោះបានសុខចិត្តវាលែងជាពីតំណែងដែលទុកឲ្យខៀវសំផនអតីតប្រមុខរដ្ឋឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញនៅខែមីនាឆ្នាំ1981សម្ដេចនរោត្តមសីហនុបានបង្កើតរណសិរ្សមួយដាក់ចេញពីក្រុមខ្មែរក្រហមដែលដាក់ឈ្មោះថារណសិរ្សរួមជាតិដើម្បីកម្ពុជាឯករាជ្យអព្យាក្រឹតសន្តិភាពនិងសហប្រតិបត្តិការដែលហៅកាត់តាមភាសាបារាំងថាហ្វុនស៊ិនប៉ិចនៅថ្ងៃទី22ខែមិថុនាឆ្នាំ1982នៅទីក្រុងកូឡាឡាំពូរប្រទេសម៉ាឡេស៊ីសម្ដេចនរោត្តមសីហនុខៀវសំផននិងលោកតាស៊ិនសានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីដែលដាក់ឈ្មោះថារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យដែលមានសម្ដេចនរោត្តមសីហនុតំណាងហ្វុនស៊ិនប៉ិចជាប្រមុខរដ្ឋលោកតាស៊ិនសានតំណាងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរជានាយករដ្ឋមន្ត្រីនិងខៀវសំផនតំណាងខ្មែរក្រហមជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងចំណោមភាគីទាំង3នេះខ្មែរក្រហមគឺជាក្រុមដែលមានកម្លាំងទ័ពខ្លាំងជាងគេដោយទទួលបាននូវការឧបត្ថម្ភគាំទ្រពីសំណាក់ប្រទេសមួយចំនួនដូចជាចិនអាមេរិកនិងថៃជាដើមរដ្ឋាភិបាលត្រីភាគីត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជានិងជាអ្នកកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិទៀតផងចំណែករដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាវិញត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលខុសច្បាប់ពីព្រោះស្ថិតក្រោមអាណាព្យាបាលរបស់វៀតណាមបើពិនិត្យមើលទៅលើស្ថានភាពនេះយើងឃើញថារបបកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមគ្រាន់តែបានបដូរទីតាំងពីភ្នំពេញទៅព្រំដែនខ្មែរថៃតែប៉ុណ្ណោះក៏ប៉ុន្តែនៅតែត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដដែលនេះក៏ដោះស្រាយតែកម្ពុជាប្រជាធិបតេយ្យទទួលបាននូវការគាំទ្រពីសំណាក់ប្រទេសមហាអំណាចធំមូលហេតុចម្បងដែលជំរុញឲ្យប្រទេសជាច្រើនដូចជាអាមេរិកចិននិងថៃជាដើមនាំគ្នាគាំទ្រខ្មែរក្រហមហើយច្រានចោលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានោះគឺមកពីវៀតណាមប្រទេសទាំងនេះបានចាត់ទុកការដែលកងទ័ពវៀតណាមវាយលុកចូលកម្ពុជាដើម្បីផ្ដួលរំលំរបបខ្មែរក្រហមនោះថាជាអំពើឈ្លានពានហើយថារដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាគ្រាន់តែជារដ្ឋាភិបាលដែលលើកបន្ទប់ដោយវៀតណាមតែប៉ុណ្ណោះនិយាយជារួមគេយល់ថាកម្ពុជានៅពេលនោះគឺស្ថិតក្រោមអាណានិគមរបស់វៀតណាមនៅប្រមាណជា2សប្តាហ៍ក្រោយពីពេលដែលទីក្រុងភ្នំពេញធ្លាក់ក្នុងដៃកងទ័ពវៀតណាមរដ្ឋាភិបាលថៃដោយភ័យខ្លាចកងទ័ពវៀតណាមឈ្លានពានមកដល់ថៃទៀតនោះក៏បានចុះកិច្ចព្រមព្រៀងជាមួយចិនដែលបានទទួលយល់ព្រមឲ្យខ្មែរក្រហមដាក់ទីតាំងនៅលើទឹកដីថៃដោយចិនជាអ្នកផ្ដល់អាវុធយុទ្ធភ័ណ្ឌជាថ្នូរមកវិញចិនបានព្រមព្រៀងបញ្ឈប់ការគាំទ្រដល់ក្រុមឧទាមកុម្មុយនីសថៃរដ្ឋាភិបាលអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ថៃក៏បានជំរុញផងដែរឲ្យថៃសហការជាមួយចិនដើម្បីជួយខ្មែរក្រហមដែលធ្លាប់ជាសត្រូវរបស់អាមេរិកគឺលោក Brzezinski ដែលនៅពេលនោះគឺជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកដែលបានទទួលស្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងលោកស្រី Elizabeth Baker នាយកព័ត៌មានឲ្យកាសែត The Washington Post នៅក្នុងបទសម្ភាសន៍នោះលោក Brzezinski ក៏បានទទួលស្គាល់ផងដែរថារបបខ្មែរក្រហមគឺជារបបព្រៃផ្សៃក៏ប៉ុន្តែអាមេរិក